ហើយយោអ្នកទាំងអស់គ្នាថ្ងៃនេះជួងខ្ញុំគឺសៅរលអ៊ីថ្ងៃនេះមកលេងវាហ្គេម Block Fruit ហ្គេមនឹងពិតជាមានអ្នកលេងច្រើនមែនទែនហើយថ្ងៃនេះខ្ញុំមកសាកល្បងមកលេងហ្គេមនឹងដែរតើវាពិតជាសប្បាយដែរឬទេវគ្គនេះគេឲ្យទៅយើងបំពេញ quest ដើម្បីវាយ5 NPC ឡើងបនធីនិង level ហើយយើងនឹងទៅកោះផ្សេងទៀតហើយយើងចាប់ពី level 1 រហូតដល់ level max តើពេលយើងឡើងពី level 1 ទៅ level max ហើយជួបការលំបាកអ្វីខ្លះយើងតាមដានវីដេអូនេះពីដើមដល់ចប់ផងហើយកុំសាំតប៉ែលោតច្រើនយើងមកចូលមើលខ្ញុំ farm level ទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចូលចិត្តខ្ញុំនឹងជួយចុច like និងចុចសញ្ញារូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីហើយនឹងជួយលើកកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតផងចេះពិសេសនោះគឺមិនបាច់សូវចុច like ចុចអីទេគ្រាន់តែមើលវីដេអូខ្ញុំដល់ចប់ក៏ខ្ញុំមានកម្លាំងចិត្តឲ្យធ្វើដែរព្រោះ YouTube នឹងជួយរុញវីដេអូខ្ញុំឲ្យផ្ទុះហើយនឹងមានអ្នកមើលកាន់តែច្រើនកុំសាំតប៉ែលោតយើងមកមើលការសម្រេចរបស់សៅដលអ៊ីក្នុងការវាយ NPC ឲ្យបាន5ដើម្បីទទួលបានបនធីនិងការដើម្បីយកទៅ World Fruit ទាំងអស់គ្នាហើយថ្ងៃនេះដែរគឺលេងតែម្នាក់ឯងទេមិនមានណាគេជួយលេងទេហើយថ្ងៃនេះហើយក៏បានវាយក៏បាន complete quest គេឲ្យទៅកោះផ្សេងហើយទៅកោះហ្នឹងគេសបោថាសម្បូរស្វាមែនទែនឥឡូវនេះកុំសាំតប៉ែលោតច្រើនយើងមកមើលត្រីវិស័យយើងគឺទៅព្រៃ Amazon ដើម្បីទៅមើលសត្វស្វានិង farm Devil ផងដែរឥឡូវយើងទិញទុកសិនដើម្បីជិះទៅមើលព្រៃ Amazon ហើយគេថាព្រៃហ្នឹងមានឈ្មោះថា Jungle គឺជាព្រៃហ្នឹងហើយងងមែនហើយជិះទៅមើលសត្វស្វានេះគឺជិះទុក free ជិះមកដល់គឺសត្វស្វាច្រើនមែនទែនឬសំឡេងឬសុទ្ធតែសំឡេងសត្វស្វាតែកុំនិយាយច្រើនពេកយើងមកទៅយកខ្វះគេដើម្បីយកមកតើយើងអញ្ចឹងយើងទៅ farm level ទាំងអស់គ្នាថ្ងៃហើយដើរខររហូតនឹងកើតស្អីអាស្ពេនហ្នឹងសង្ស័យដាក់អន្ទាក់បដ ហើយយើងយកទៅចូលខ្វះគេដើម្បីវាយ Monkey គឺសត្វស្វាបើអ្នកមិនជឿទេអាចមើលរូបរាងបានគឺសត្វស្វាហើយវាយតែម្ដាយងាប់បានមិនដាក់ច្រើនទេធុញគឺវាយម្ដាយពីរដៃបាក់លុយវាយម្ដាយពីរដៃបាក់លុយវាយហើយយើងទៅធ្វើខ្វះគេទៀតទៅធ្វើខ្វះទៀតហើយយើងវាយទៀតទៅហើយកុំសាំតប៉ែលោមកមើលខ្ញុំ farm level ទាំងអស់គ្នាតគ្នាយើងកំភ្លេចខ្វះគេរួចហើយគេឲ្យទៅកោះមួយទៀតហើយគេថាកោះនឹងសម្បូរចោលមែនទែនហើយកោះនឹងមានឈ្មោះថាគឺឈ្មោះ Pirate ហើយទៅនឹងដើម្បី farm level ដើម្បីយកប្រាក់មកចាក់ព្រួតហ្នឹងហើយ
ហើយយើងអត់មានអីទេយើងទៅលេងថ្ងៃទៅបោះយើងដឹងថាអាហ្គេមហ្នឹងគេឲ្យយើងចាប់ fruit ដូចនៅក្នុងរឿង One Piece ដែរតែ One Piece គេដើររឹសតែយើងចាប់យកដោយ ហើយកន្លែងហ្នឹងយើងក៏បានគំភ្លេចខ្វេះគេរួចមកហើយក៏គេឲ្យទៅវាយ NPC មួយទៀតដែលខ្លាំងជាងនឹងទៀតគឺ Kaido ពេលខ្ញុំធ្លាប់មើលរឿងគឺវាកាន់ដំបងយាកហើយគឺខ្ញុំជួបមួយគឺដំបងយាក Fake ហើយកុំសំតបាយយូរមកមើលខ្ញុំបានទៀតតែកន្លែងហ្នឹងបងឃើញ fruit មួយក៏រួចមកគឺ fruit ពេជ្រដែលគេហៅថា fruit ពេជ្រដែលកូនចៅណាគេយកបានគឺរឿងនោះមនោចរណៃចេញយូរមែនទែនហើយកុំសំតបាយយូរមកមើលខ្ញុំ farm 7ទាំងអស់គ្នា ហើយកន្លែងហ្នឹងក៏បានវាយបានកំភ្លេចខ្វេះគេរួចមួយទៀតហើយគឺដល់វាបានវាយ NPC មេគេគឺបាគីដែលបាគីពីមុនគឺមិនមែនរូបរាងដូចអញ្ចឹងទេគឺរូបរាងផ្សេងហើយបាគីវានេះគឺជាចុងភៅរបស់សែងនិងស្ដេចដាវលើលោកហើយតួអង្គដែលកែប្រើដាវជាងគេហ្នឹងខ្ញុំអត់ភ្លេចឈ្មោះទេមិនមែនសូរ៉ូទេអាហ្នឹងដូចកាន់ដាវទូចហើយមានក្បិតធំនៅពីក្រៅបើអ្នកដឹងជួយ comment ផងហើយកន្លែងហ្នឹងគ្រាន់តែដើរឃើញពើសគ្រាន់តែឃើញហឹបហ្នឹងពើសបើកមកបានកាក់
1818 លុយសុទ្ធហើយកុំគិតយូរដល់មក fan level ទៀតហើយកន្លែងហ្នឹងក៏ខ្ញុំកាត់ចោលហើយក៏ដាក់បានភ្លេចខ្វេះគេគឺ level 60 level 60រួចមកហើយប៉ុន្តែខ្ញុំបានវាយមេមួយទៀតវាយមេនឹងដដែលដើម្បីយក level 62ហើយមេហ្នឹងក៏ខ្ញុំដឹងថាខ្ញុំវាយម្នាក់ឯងគឺពិតជាមិនឈ្នះទេហើយក៏ខ្ញុំឲ្យគ្នាខ្ញុំជួយវាយក៏ពិតខ្ញុំមិនដែលស្គាល់ទេអ្នកលេងផ្សេងពីខ្ញុំហើយក៏បានជួយវាយគ្នាងាប់ពេលហ្នឹងទៅហើយក៏យើងនៅtrongវីដេអូនេះយើងទៅចាប់ fruit ដើម្បីសងសំណាងយក fruit ហ្នឹងណាគេសុំច្រឡំសំចំណាំយក fruit ល្អអញ្ចឹងណាព្រោះអី account នេះទៅ account ថ្មីហ្នឹងក៏បាន fruit ល្អពិតជាអេមែនតើណាហើយបងអ្នកចិត្តល្អជួយ comment និង share ឲ្យវីដេអូនេះមួយផងជាពិសេសគឺចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីហើយទោះបីអ្នកមើលតិចក៏ដោយក៏ខ្ញុំបាក់ទឹកចិត្តដែរព្រោះវីដេអូហ្នឹងគឺជាវីដេអូទី3របស់ខ្ញុំព្រោះអីយើងធ្វើគឺលើកដំបូងចេះមិនសូវមាន view ប្រហែលទេតែបើយើងខិតខំធ្វើគឺវានឹងមាន view មើលបងអ្នកចិត្តល្អមែនអ្នកនឹងមើលវីដេអូនេះដល់ចប់ខ្ញុំសូមអរគុណតែអរគុណហ្នឹងមិនតាន់ចប់វីដេអូទេគឺមានវីដេអូច្រើនទៀតដែលខ្ញុំត្រូវធ្វើហើយក៏ខ្ញុំដើរលើនេះមកក៏មាន fruit មួយណា fruit គេហៅ fruit ដៃនោះ fruit មូសឺ fruit ហ្នឹងអានោះប្រើតែអត់ដឹងណាប្រើទេសំខាន់គឺទៅចាប់ fruit មួយសិនចាប់ fruit សមសំណាងមើល fruit លើកដំបូងតើ fruit លើកដំបូងហ្នឹងយើងបានអីចាំអ៊ុតមើលទាំងអស់គ្នាបានឡាចបានអីបានអាយទៅបានកោ30ដុល្លារក៏ឲ្យគ្នាយើងហើយទៅបានកោប្រុកអ្នកប្រើកោទៀតអើយប្រុកនឹងសុំមើលតាលីអូស្រីហ្នឹងជាប់ហើយបានហើយវីដេអូយើងមានតែប៉ុណ្្នឹងឯងសូមចុច like ចុចផងបងអ្នកមិនចុចទេមើលដល់ចប់ទៅ